ថ្ងៃនេះចាណែលដំណើរនិទានរឿងសុំជូនរឿងបរោះមានកូន4នាក់រៀនវិជ្ជាបត់មានបរោះម្នាក់មានកូនប្រុស4នាក់បានសិក្សាវិជ្ជាបត់ស្ទាត់ជំនាញរៀងខ្លួនគឺម្នាក់ចេះស៊ីម្នាក់ចេះដេកម្នាក់ចេះកាត់ក្តីម្នាក់ទៀតចេះចង់ស្រីឪពុកក៏យកកូនទាំង4នាក់ទៅថ្វាយស្ដេចក្រាបអំពីវិជ្ជានីមួយៗក្នុងខណៈដែលថ្វាយនោះស្ដេចទ្រង់រក្សាទទួលទុកថ្ងៃមួយស្ដេចទ្រង់ពិសោធន៍បរិះម្នាក់ដែលចេះស៊ីជាមុនឲ្យគេរៀបភោជនាហារជាច្រើនមុខស្ដេចទ្រង់ដួសទឹកឆៅមួយក្រចកដាក់ទៅក្នុងចានសម្លមួយហើយទ្រង់ប្រាប់ទៅបរិះនោះថាឲ្យស៊ីភោជនាហារគ្រប់មុខបរិះនោះក៏បរិភោគតាមពរិជ្ជបញ្ជាដល់ទៅសម្លមួយមុខដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះបរិះនោះមិនបរិភោគស្ដេចសួរបរិះនោះថាហេតុដូចម្ដេចបានជាចៅឯងមិនបរិភោគសម្លនេះបរិះនោះក្រាបទូលថាសម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះបានជាទូលព្រះបង្គំជាខ្ញុំមិនទទួលទានស្ដេចនឹកក្នុងប្រតិថាបរិះនេះចេះវិជ្ជាខាងស៊ីស្ទាត់មែនអំពីនោះទៅស្ដេចទ្រង់ពិសោធន៍បរិះចេះដេកទៀតទ្រង់ឲ្យគេរៀបទីកន្លែងយ៉ាងស្អាតមានពូកកម្រាលក្រាលពីលើស្ដេចយកសក់មួយសរសៃទៅដាក់ក្រោមកម្រាលពូកនោះដល់ពេលយប់ទ្រង់ហៅបរិះនោះឲ្យទៅដេកបរិះប្រះដេកទៅក្រោកឡើងវិញភ្លាមស្ដេចទ្រង់សួរថាហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញបរិះនោះក្រាបទូលថាមានសក់មួយសរសៃនៅក្នុងដំណាក់នោះបានជាទូលព្រះបង្គំជាខ្ញុំក្រោកស្ដេចទ្រង់នឹកសរសើរក្នុងប្រតិថាបរិះនោះស្ទាត់ខាងជំនាញវិជ្ជាដេកប្រកបមែនថ្ងៃមួយមានបរិះម្នាក់ស្លាប់នៅកណ្ដាលវាលគ្មានភិនភាកស្លាកស្នាមអ្វីនៅក្នុងរូបកាយនោះសោះស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួងស៊ើបសួររកហេតុនោះក៏ពុំឃើញទ្រង់ព្រះមិត្តកៈក្នុងព្រះរាជហឫទ័យទ្រង់នឹកឃើញបរិះដែលចេះវិជ្ជាខាងផ្លូវតុលាការនោះក៏មានព្រះរាជអង្គការឲ្យទៅចូលមកហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះបរិះនោះសូមព្រះរាជានុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកការនោះស្ដេចក៏ព្រះរាជទានពរតាមបរិះនោះសុំចេញទៅដល់កន្លែងមនុស្សស្លាប់នោះចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យមានសល់ម្នាក់ហើយបរិះនោះហាម5ថាក្នុងវេលាថ្ងៃស្អែកនេះមិនឲ្យអ្នកណាទៅណាមកណាក្រៅពីភូមិខ្លួនទេឲ្យទាំងអស់គ្នាទាំងប្រុសទាំងស្រីចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបរិះអនាថាដែលស្លាប់នៅកណ្ដាលវាលស្រែលើកតែមនុស្សខ្វាក់ខ្វិនចេញខណៈដែលរៀបចំរំលាយសពនោះបរិះជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើនអ្នកដែលបានពន្យល់ពីកិច្ចហេតុដែលយកការក្នុងរឿងនោះបើឃើញឈ្មោះណាប្រកបនឹងកិច្ចការដែលបានពន្យល់នោះឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយក្នុងមួយរំពេចពេលភ្លើងឆេះពេញកម្លាំងមានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោកប
បរោះជាអ្នកកយគុណមើលហេតុក៏នាំយកខ្លួននាងនោះទៅប្រគល់ឲ្យនាយខ្លួនបរោះជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះដោយយោបល់ដល់ល្អិតនាងនោះរកផ្លូវកិច្ចកែដោះសារទៅពុំបានក៏ប្រាប់បរោះនោះថាខ្លួននាងបានសហាយនឹងបរោះដែលស្លាប់ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះហើយថាដំណើរដែលស្លាប់នោះគ្មានអ្នកណាវាយដំធ្វើបាបអ្វីទេគឺវេលាចូលដំណេកបរោះនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹកនាងមិនហ៊ានចេញទៅដងទឹកឯក្រៅដោយខ្លាចឪពុកដឹងក៏យកផ្តិលត្រង់ទឹកភ្លៀងដែលហូរធ្លាក់តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹកលុះផឹកហើយក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅបរោះដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថានាងនេះមិនមានសន្តានចិត្តជាទុច្ចរិតនឹងបរោះដែលស្លាប់នោះទេព្រោះទើបស្រឡាញ់គ្នាបានជួបគ្នាក្នុងខណៈនេះការនេះប្រកាសជាមានសត្វអសេរពឹសអ្វីនៅលើដំបូលផ្ទះនោះបានជាបណ្ដាលឲ្យបរោះនោះស្លាប់ទើបបរោះជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះឃើញពស់នាគរាជមួយនៅចំពីលើល្វែងដែលនាងនោះដេកបរោះជានាយក៏ឲ្យវាយពស់នាគរាជនោះយកមកថ្វាយស្ដេចក្រាបទូលតាមដំណើរហើយដោះលែងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាលឲ្យបរោះនោះស្លាប់មកអំពីផឹកទឹកភ្លៀងលាយដោយពើពស់នាគរាជដែលនាងនោះត្រង់មកឲ្យផឹកដោយឥតចេតនាស្ដេចក៏ទ្រង់សរសើរថាបរោះជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែនថ្ងៃមួយក្រោយមកមានសេដ្ឋីម្នាក់ស្លាប់សេដ្ឋីនោះមានប្រពន្ធក្មេងល្អនាងនោះបដិញ្ញាថាមិនយកប្តីទៀតទេដំណឹងនោះជ្រាបដល់ស្ដេចទ្រង់ឲ្យនិមឺនសពមុខមន្ត្រីទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះនិមឺនទាំងអស់ទៅចងមិនបានស្ដេចទ្រង់គិតថានាងនេះប្រហែលជាមិនយកប្តីដូចដំណឹងដែលទ្រង់ជ្រាបនោះមែនតែទ្រង់គិតក្នុងព្រះចហារតីថានិមឺនសពមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយទេបើអង្គអញប្រហែលជានាងនេះព្រមក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះហើយទ្រង់ឲ្យប្រាប់នាងថាល្ងាចនេះទ្រង់នឹងមកផ្ទុំនឹងនាងឲ្យនាងរៀបចំទីកន្លែងចាំទទួលនាងមេម៉ាយក៏ទទួលបរិជ្ជអង្ការពេលល្ងាចនាងរៀបក្រឡាព្រះបន្ទុំហើយតែងស្រែកបំរើម្នាក់ដែលមានកើតស្រែងនៅខ្លួនរចនាដោយគ្រឿងប្រដាប់សម្រាប់តាក់តែងរូបរាងកាយស្រីគឺគ្រឿងមាសពេជ្រនិងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទុំដែលរៀបចំចាំទទួលស្ដេចតាមបរិជ្ជអង្ការដល់ស្ដេចយាងមកដោយទ្រង់មិនបានគិតពិនិត្យសពគ្រប់ទ្រង់ក៏យល់ថាទីនេះជាទីសម្រាប់នាងមេម៉ាយមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកនៅទីនេះទ្រង់ក៏ដាក់ព្រះអង្គគង់អែប
ដោយសម្គាល់ថានាងមេម៉ាយទ្រង់ផ្ទុំជាមួយនាងនោះរួចហើយទ្រង់កំណត់ព្រះចិន្តាថាអញមកចង់នាងនេះបានហើយដើម្បីឲ្យបានជាផុសតាងដល់ភ្នែកអ្នកផងទាំងពួងស្ដេចក៏ទ្រង់ខំថ្ពាល់នាងនោះជាសម្គាល់រួចទ្រង់យាងមកព្រះរាជវាំងវិញទ្រង់មានព្រះរាជអង្គការផ្ដាំថាព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចពុំខានទ្រង់យាងទៅដល់ព្រះបរមរាជវាំងទ្រង់ក៏មានព្រះរាជអង្គការប្រាប់អស់និមឺនសពមុខមន្ត្រីថាព្រះអង្គយាងទៅចង់នាងនោះបានមានទាំងសម្គាល់ស្នាមព្រះទុននៅថ្ពាល់នាងនោះផងហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ក្នុងវេលាព្រឹកនេះផងឲ្យនិមឺនសពមុខមន្ត្រីទាំងអស់ចាំមើលដល់នាងមេម៉ាយចូលមកគាល់យកទាំងស្រីបំរើដែលតាក់តែងកាយទទួលស្ដេចពីយប់នោះមកជាមួយផងលុះចូលមកគាល់ក៏ឲ្យអង្គុយតាមមុខក្រោយនាងមេម៉ាយអង្គុយមុខស្រីបំរើអង្គុយក្រោយស្ដេចឲ្យនិមឺនទៅពិនិត្យមើលនៅកន្លែងសម្គាល់ដែលទ្រង់បានប្រាប់ហើយនោះលុះភ្នាក់ងារដែលទទួលព្រះរាជអង្គការទៅពិនិត្យត្រឡប់មកក្រាបទូលស្ដេចវិញថានាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេស្ដេចក៏ទូចព្រះរាជហឫទ័យដោយសេចក្តីមិនបានពិនិត្យជាមុនក៏ព្រះអង្គទ្រង់ចិន្តាត្រេះរិះទៅឃើញថានាងនេះជាស្រីមានប្រាជ្ញានឹងរកអ្នកណាទៅចង់នាងពុំបានទ្រង់នឹកដល់បរិសដែលជាអ្នកស្ទាត់ខាងវិជាចង់ស្រីក៏មានព្រះរាជអង្គការឲ្យចូលទៅគាល់ក៏មានព្រះរាជអង្គការសួរទៅបរិសនោះថាឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេបើបងឯងត្រូវការវត្ថុអ្វីយើងឲ្យឯងទាំងអស់បរិសនោះក្រាបទូលទទួលតាមព្រះរាជបញ្ជាដោយមិនបានយកវត្ថុជាឧត្តមទៅទេសុំតែសម្ពុតផាដិនចាស់យកទៅស្លៀកពាក់ហើយនឹងឆ្អឹងគោមួយថោវិចភ្ជាប់ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីវេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្តីរំលាយសពជាស្រេចរើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លងវេលាយប់នោះបរិសដែលទទួលព្រះរាជអង្គការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្តីដែលនឹងហើយស្រេចនៅក្នុងវេលាព្រឹកស្អែកនោះដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់មានសេចក្តីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជាប់នឹងខ្លួនជាសម្គាល់ភងបណ្ដាលឲ្យអស់អ្នកជាពួកក្រុមនាងមេម៉ាយដែលនៅលើសាលានោះទាំងអស់ទាំងប៉ុន្មានមានសេចក្តីឆ្ងល់ភ័ន្តព្រាងគ្រប់គ្នាសួរទៅបរិសនោះថាហេតុអ្វីក៏អ្នកមកយំសោកបោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះបរិសនោះប្រាប់ទៅអ្នករក្សាសាលានោះថាខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំដែលស្លាប់ជាយូរហើយនោះភ្លាមក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានឹងការព្រាត់ប្រាស
ជាថ្មីមួយជាន់ទៀតតាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់ស្ពាយតែធាតុប្រពន្ធដើរដោយសេចក្តីអាឡោះអាល័យហើយបរិសនោះសុំអ្នកចាំសាលាអ្នកស្ទាក់មួយយប់អ្នកស្នាក់មួយយប់បរិសដែលចាំសាលាមិនហ៊ានសម្រេចដោយខ្លួនឯងក៏យកសេចក្តីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរដែលបរិសនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួនហើយសុំសាលាស្នាក់នាងមេម៉ាយមានចិត្តអាណិតដល់បរិសដ៏កំសត់ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះក៏យល់ព្រមឲ្យស្នាក់ហើយបង្គាប់ទៅមនុស្សបម្រើឲ្យរៀបចំអាហារភោជនឲ្យទានបរិសនោះផងលុះយប់នាងមេម៉ាយទៅស្ដាប់ធម៌ទេសនាឆ្លងបនខ្មោចប្តីនៅលើសាលាដែលតម្កល់ធាតុនៅនោះឯបរិសចុងស្រីក៏សំងំធ្វើជាដេកលក់ទៅនាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញបរិសជាអ្នកចុងស្រីឃើញឱកាសស្ងាត់ល្អក៏លួចយកធាតុប្រពន្ធខ្លួនទៅដាក់ប្រពធាតុសេដ្ឋីជាប្តីនាងមេម៉ាយលុះព្រឹកឡើងនាងមេម៉ាយចូលដល់សាលាបរិសនោះក៏ស្រែកយំយ៉ាងខ្លាំងថាអ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់នាងមេម៉ាយឆ្ងល់ក៏សួរបរិសនោះថាហេតុអ្វីក៏នៅឯងយំខ្លាំងម្ល៉េះបរិសនោះប្រាប់ទៅនាងមេម៉ាយវិញថាអ្នកឯណាលួចធាតុប្រពន្ធខ្ញុំទៅបាត់ហើយចោទប្រកាន់ទៅលើរូបនាងមេម៉ាយថាខ្មោចប្តីនាងមេម៉ាយលួចធាតុប្រពន្ធទៅនាងមេម៉ាយមានសេចក្តីអន់ចិត្តនឹងបរិសចោទប្រកាន់ខ្មោចប្តីថាលួចធាតុប្រពន្ធដូច្នោះក៏នាំបរិសនោះឲ្យទៅមើលឃើញនៅចិត្តគ្នាមែនបរិសក៏ចោទប្រកាន់ចំពោះខ្លួននាងមេម៉ាយថាប្តីនាងយកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយលុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញទើបព្រមសុខចិត្តសេចក្តីចោទចំពោះខ្លួននាងមេម៉ាយនោះជាដំណំច្រើនណាស់ដោយឧបាយយ៉ាងស្អិតនាងមេម៉ាយរកផ្លូវដោះគ្មានក៏ចាញ់កលនោះជាទម្ងន់ថែមទាំងមានសេចក្តីអន់ចិត្តខ្មោចប្តីខ្លួនដែលស្លាប់នោះថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះគ្នាកំពុងកើតទុកនឹងខ្លួនហ៊ានទៅលួចប្រពន្ធគេយកមកបញ្ឈឺនៅមុខនាងជាអ្នកទុកគិតក្នុងសពទៅក៏ទទួលព្រមយកបរិសនោះធ្វើជាប្តីសេចក្តីផ្កើនតបឲ្យតល់ពុតទៅនឹងខ្មោចប្តីខ្លួនវិញដែលហ៊ានខូចលួចប្រពន្ធបរិសនោះចំណែកបរិសនោះដល់បាននាងមេម៉ាយជាប្រពន្ធ 3-4 ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេចឯស្ដេចនឹងនិមឺនសពមុខមន្ត្រីបានទូតបានឃើញក៏មានសេចក្តីសរសើរចំពោះបរិសនោះថាជាអ្នកមានវិជ្ជាចេះចង់ស្រីប្រកបមែនមួយថ្ងៃនឹងចេះឲ្យគេកោតមួយថ្ងៃនឹងឆោតឲ្យគេអាណិតរឿងចាំអិសេសមានបរិសម្នាក់អ្នកស្រុកគេហៅថាចៅអិសេសព្រោះនៅក្នុងសេដ្ឋីគេឲ្យធ្វើសេដ្ឋីឯជា50ក្បាលគេឲ្យទៅសន្ទោនៅបៀតមាត់ទន្លេបរិសនោះព្យាយាមរំលឹកគុណព្រះពុទ្ធទូខ្វៀលសេចក្តីធ្វើការអ្វីក្តីតែនទន្ទិញជាប់មាត់អញទៅដេញសេះ
Sầm mà sắc bụt thù ảnh từ lớp ảnh sạch sầm mà sắc bụt thù với ca quay quay có tôn tình thể sầm mà sắc bụt thù đối chuyện đồ ráp từ ai ảnh sạch tiệt bờ rót măng lừ trong tỷ tay cáp cho rộng tục bán chi trả ngay mũi miếng sum bự bám rồi máu bị sọc chặt nóm tôm nịch bờ rót say cả thầy áo trôi một đánh sạch lúc sum bự trôi một sụt hè nét rồi thì bác sum bự máu bị nè ní sum bự máu bị sọc chặt bờ rót thầy nét squat đánh trong chân thấy ní sum bự squat bữa nhộng để chết đi cho việc lại bữa đó thả sẽ đánh trong chân việc lắm ai hỡi chỉ mất xâm lạnh lấy môn riêng màu bà nét ra lọt từ sông chân về ánh ngày nó bọc từ anh hồn ní sum bự nói thả ba hỡi nòm khía trên sông bự đến được đủ mình dưới con mẹ ní sum bự ra lọt ngon mình cháu từ đó mà rùa thẻ nét này biết ở quay thẻ đấy giấc một nhung từ ý lực hai bà rót một thẻ khóa quay giống riêng đặt cơ rộng vào rộng thẻ ní sum bự có prá chương trình ở trên trường đất sum bự nữ ra bóng rộng hẹn buồn rối cả rộng để xuất tại cờ rộng bình nói ảnh sạch hỡi cơn lia bờ tránh sum bự tề sóc chành đó từ âm nặng hãy sạch rộng chạch hỡi có bọc dục cả láng tư cả đu thả miếng khoai pra ọc nhớ ra bọc tí sông ngoài ngoài đã ngưng cờ rộng trà đành đánh cờ rộng chân cho anh mình đá tới sông ngoài thì anh miếng khoai anh là sông mát còn miếng pra bất tù áo tới chân chuồng cờ rộng ngoài xe ngược mở đá cờ mất pra biển trùng ở sáng ngon cờ rộng chẳng hạn tới chia ra một mình lại đó là sai từ khiến xuất đại đồng đội group cà rộng đánh miên bật đầy tây ổ nấu tí bụng phần miền có trùng kích nông bật trở lại nâng ban là vậy phía từ kỳ vị miền tài và rít bật đầy muối bật trở lấp là vậy chứ bật chọc ổ lược sấy tân mộng kịch phía từ ở kỳ hỡi có trốn chặt ở chiến mưa cầu mũi giang thùng biết sức bày sắp tân sông hạ tại áo nhiên cần lại vào tránh trôi mặt hạt mạng hỡi có đất đi trên vật đầy tới khăn cầu miếng tên cảnh sạch bòi nguồn hỡi trách bông rồi bác sông tự trước tới ở trách anh sạch bông ráo tôi đợi hỡi tôi sạch vượt đánh công chân chiếc mà nhà có mùi một áo nhà ai biết lì bà đó đi đi chừng có tay ổn lại nẹ bông ráo ở nhà ai biết lì bà đó chết ta vì lì tiếng đi dây ổn khá ai sẵn anh nhá score này mặc oi anh bị lì ngay mũi bờ rót vì score hỡi chân tuyệt vời xảy niếng đây này không score trình độ riết bay từng tốc vòng rộng áo bờ rót hỡi chỗ thực không score tránh mơ riết bay từng một quỳnh thế bay chân hạ nó na màu riết bài áo anh ánh lên bài
anh si hơi ai nên đúng với đứa chuyện gì tràn trải bờ rộng sóng xanh nó này dòng mái ơi anh si rồi anh chám dọc mình có khí nghiện đòm miếng đúng ổ ai tránh khi không score hời bắt bòi cân sải ở cho chia ăn mũi rụng bình bờ rộng sai thả sầm mà sáng bật thù máu pin nà ổn lại hỏi cơ rụt tờ nên nụ tránh ta bờ sai thả sầm mà sáng bật thù có chắc anh địch anh lấy anh từ niềng thả nhóm mình lành tì nè anh chưa tay chưa thời ở bất thường ở trong một nữ vừa chia tập buồn nè anh bố nè anh bạn nói đi bạc từ áo yêu bất thường trả lại bỏ rót thả tì nhóm mình dòng tì niềng nụ giấy luôn luôn cho đất tổ bỏ rót có nghiệp niềng đất đai bờ ngọt rốt xanh bình nón vi lia dục niên anh tinh thả tình say bọc bỏ hời bóc từ cờ chiếc phát sản với chữ viện miên mình cực cổ bóng nước nụ chào ác sạch hỏi mình có nơi lưu phát sản miên mình nụ một đời trí làm nẹ sọc tầm tù hình hơi nhắc ơn khúc mình có rất tự prap sản chia cho quái bờ miến tay prap sản đi chụp biển cái đón tổ chắc anh sẽ dùng trả lại sẽ thấy sâu sạch rất tương tự thế thời có thật thầy rất tương tự sạch tại trúng chưa điểm trúng chất trong đó ở tới bị người khiến vẫn được chuyện men có những vấn đề đôi đồng chí lạnh chúng mua này hiên mộng sạch và sát với chữ viện nó cờ ai miếng tay ai thì chỉ sạch nó cờ này từ trung bất trung niềm mơn sắp mốc mặt trời miền bắc bất tu chặt riếp rê hấp hồn lướt tiếng chặt tiếng bờ ỏn có sạch chiên chỉ mùi hồ miên liên nụ miên bầm bầm từ prap cho anh sẽ hở nâng bờ bùn trong anh sẽ bàn còn miên sĩ đây thì nè niếng prap đây còn ống phì tục thì ở chỗ chứ bắn bằng sạch mà mình niềng có riết luôn tranh đời hỏi anh thật thà thật say bọc cần xanh ở sạch ta chạy bồng tiền với hạt bồn cháu ác sạch nâng niềm đủ bản xong gì thì sạch đau đầm này đằng cuốn bật bụt các con prang prang tại nghĩa khó trả rừng sấy cơ ngọc mía đám lợi miến bờ rộng nè bán tơ tuol bận đầm bí ở bục bờ đào thà cầm áo dọc sấy đây lèn nâng sấy sái cài áo dọc tay sấy cầm mông promcha rấy nâng mềm mại đây slap thừa chia propun hỡi cầm áo dọc lừ rứ khả nâng menu cරු bay tay mình đôi chân bà rò nú bàn dọc sấy tầng buồn nè nụ chia propun nâng dọc menu cරු bay chia khả đâm bay là bòn mờ ngay mũi cần áo mi nó bỏ sạch từ đốc xì cái bay té bà rò nú ai bà rò nú kết pi sọt mờ có chắp các ngọc mì nụ dốc tới tròn lệ tục nóng trong con mùi hãy đã châm nấy bài tật áo cơ ngọc nụ xì rồi bà đó dọc món cột mũi từ cặp thứ mà hộp bố rịp hộp
ពេលនឹងបរិភោគបរោះនោះបានយកប្រពន្ធទាំង4និងក្លើនោះទៅបរិភោគទាំងអស់កំពុងតែស៊ីក៏ធ្វើជាភ្លក់និយាយថានេះគឺជាសាច់ក្ងោកមានស្ដេចដែលអញបានលួចកាប់យកមកស៊ីក្រោយពីនោះដល់បាត់ក្ងោកស្ដេចឲ្យបាវគង់សួររកក្ងោកនោះនាងស្រីប្តីលែងនិងនាងស្រីសាកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកអ្នកបាវគង់ទៅថាប្តីយើងបានលួចកាប់ក្ងោករបស់ស្ដេចយកសាច់ស៊ីកុំទៅជួយបិទបាំងថ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នេះមិនល្អទេស្រីសកែនិងស្រីប្តីលែងថាទោះបីនាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកបាវគង់ដែរថាហើយស្រីទាំងពីរនាក់នោះប្តឹងអ្នកបាវគង់តាមដំណើរថាប្តីខ្លួនលួចស៊ីក្ងោកស្ដេចយកសាច់ស៊ីគ្រាន់តែលឺដូច្នេះភ្លាមពួកអ្នកបាវគង់ក៏ចាប់យកបរោះនោះទៅថ្វាយស្ដេចទូលតាមដំណើរស្ដេចឲ្យនាំបរោះនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោសនេះមកតើបានជំនុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាកាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500វេលាយប់មួយមានចោរជីកអុចម៉ងចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅក្នុងឧម៉ងវិញទាំងអស់ឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាវាទៅខំចោរក្នុងឧម៉ងនោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នេះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅលុះធំអសោចខ្មោចចោលឡើងទៅមើលឃើញចោលស្លាប់ដូច្នេះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបំរើស្ដេចដែលទ្រង់ព្រះរាជបញ្ជាឲ្យទៅយកបរោះនោះមកជំនុំជម្រះវិញលុះស្ដេចសួរបរោះនោះពីរឿងសម្លាប់ក្ងោកមាសបរោះក្រៅទូលថាក្ងោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេគឺបានទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ទទួលព្រះរាជទាននោះគឺមាន់កោកទេស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញហើយទ្រង់លើកលែងទូបរោះនោះឯស្រីទាំងពីរនាក់ដែលប្តឹងបរោះជាប្តីថាសម្លាប់ក្ងោកនោះត្រូវបរោះជាប្តីនោះលែងចោលទៅចង់ដឹងផលពិតត្រូវពិនិត្យរកហេតុ